សួស្តីបាទអ្នកទាំងអស់គ្នាបាទខ្ញុំបាទដេវីតបាទថ្ងៃនេះគឺខ្ញុំបាទមានដំណើរកម្សាន្តមួយបាទចាក់ចេញពីប្រទេសជាណាចក្រកម្ពុជារបស់យើងបាទធ្វើដំណើរទៅកាន់សហគមន៍អឺរ៉ុបហើយកម្មវិធីលើកនេះគឺជាលក្ខណៈកម្មវិធី special មែនទែនបាទគឺយើងធ្វើដំណើរទៅកាន់តែចំនួនបាទ3ប្រទេសទេបាទទី1នោះគឺប្រទេសបារាំងបាទទី2គឺប្រទេសបែលហ្សិកបាទហើយនិងទី3បាទគឺប្រទេសហូឡង់បាទដូច្នេះហើយសូមអញ្ជើញអ្នកទាំងអស់គ្នាបាទធ្វើដំណើរបាទតាមដានបាទទស្សនាបាទនៅការធ្វើដំណើរកម្សាន្តរបស់ខ្ញុំបាទហើយនឹងក្រុមរបស់ខ្ញុំបាទទៅកាន់សហគមន៍អឺរ៉ុបបាទដូចតទៅបាទឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះគឺយើងធ្វើការ check in នេះអូខេយន្តហោះរបស់ខ្ញុំបានមកហើយខ្ញុំញ៉ាំ passion mango បាទទស្សនាមើលបាទយន្តហោះរបស់ខ្ញុំបាទថ្ងៃនេះបាទ Okay, it's a boarding time now. We're gonna go to the airplane for boarding. Okay, let's your very warm welcome. 4660 RA3.រយៈពេលបាទ2ម៉ោង35នាទីបាទ finally យើងធ្វើដំណើរមកដល់ពលានអស់អន្តរជាតិហុងកុងហើយដូច្នេះយើងបន្តដំណើរបាទទៅកាន់រយៈរបស់យើងគឺរយៈលេខ40ដើម្បីធ្វើដំណើរហោះហើរបន្តរយៈពេល14ម៉ោង20នាទីទៅកាន់ទីក្រុងប៉ារីសបាទប្រទេសបារាំងសម្រាប់តង់ទី2បាទដែលមានរយៈពេលរហូត14ម៉ោង20នាទីបាទចិត្តចាប់ដើមហើយបាទនេះគឺ boarding ហើយអូខេអាហារពេលព្រឹកបាទសួស្តីអ្នកទាំងអស់គ្នាបាទបន្ទាប់ពីយើងបានធ្វើដំណើរមកដល់ទីក្រុងប៉ារីសហើយយើងក៏ចេញពីអាកាសយានដ្ឋានអន្តរជាតិ Charles de Gaulle បាទរួចហើយគឺយើងធ្វើដំណើរមកដល់កន្លែងទីតាំងមួយនេះគឺ Arc de Triomphe បាទគឺជាទីគេហៅថាខ្លោងទ្វារជ័យបាទនៅទីក្រុងប៉ារីសបាទហើយថ្ងៃនេះអាកាសធាតុមិញគឺភ្លៀងបាទហើយឥឡូវគឺអស់ភ្លៀងហើយបាទអាកាសធាតុគឺល្អមែនទែនបាទអញ្ចឹងអ្នកទាំងអស់គ្នាបាទទស្សនាទស្សនវិជ្ជាបាទជាមួយខ្ញុំបាទនៅទីក្រុងប៉ារីសទាំងអស់គ្នាបាទសួស្តីអ្នកនរគ្នាបាទបន្ទាប់ពីយើងធ្វើដំណើរបាទទៅទស្សនាសារមន្ទីរលូមកហើយយើងបន្តមកទៀតក៏យើងបានធ្វើដំណើរមកដល់បាទកន្លែងមួយគឺ Trocadero បាទ Trocadero យើងទស្សនាបាទទូ Eiffel អំពីចម្ងាយតែម្ដងបាទនេះអ្នកនរគ្នានៅក្រោយខ្នងរបស់ខ្ញុំហ្នឹងគឺទូ Eiffel ឬក៏ហៅថាប្រាសាទ300បាទគឺជានិមិត្តរូបមួយដែរនៅក្នុងបាទទីក្រុងប៉ារីសនិយាយទៅទីក្រុងប៉ារីសគឺមាននិមិត្តរូបចំនួន2ទេសំខាន់តាំងពីមុនមកនោះគឺទីមានសារមន្ទីរលូបាទជាមួយនឹងArc de Triomphe បាទ
chẳng ngày mùi bên tiết bạn được hàng khỏi con bọc nhóm cứ tùy phe làm phần tất cả muốn bia mình bèn chia nên mình trụ ấy tế bàn tay là ní bà cái score tùy phe chởn chiêng lưu như xiêm hay chụp mùi nâng ác đi triom thiệt và ok chẳng thôi làm nào tôi sẽ tự phiếp ở đôi chi tê tự phiếp bạn mình đông tùy phe chụp mùi nhóm bạn ở nia bạnนี่คือយើងរត់យករូបភាពបាទពូយហ្វែលបាទពីទីតាំងមួយគេហៅថាទីតាំង Trocadero បាទនៅទីនេះគឺមានមនុស្សម្នាជាច្រើនបាទកំពុងតែធ្វើដំណើរមកទស្សនាបាទនៅទីក្រុងប៉ារីសអ្នកទាំងអស់គ្នាឥឡូវនេះកំពុងតែមានវត្តមាននៅបាទទីក្រុងប៉ារីសដល់ខ្សែមនោរម្យតែម្ដងបាទយើងឃើញថាមានទូអ៊ីហ្វែលក្រៅពីហ្នឹងគឺមានបាទផ្កានៅខាងក្រោយខ្ញុំដូចជាផ្កាសាគុរ៉ាដ៏ស្រស់ស្អាតតែម្ដងបាទវ៉ាវបាទអាកាសធាតុថ្ងៃនេះបាទនៅទីក្រុងប៉ារីសគឺល្អមែនទែនបាទអ្នកទាំងអស់គ្នាបាទអូខេហើយសូមអញ្ជើញបាទទស្សនាបាទជាមួយនឹងខ្ញុំបាទនៅទីនេះដូចតទៅបាទ Wow so beautiful Juste pour vous. Bien, bien. Madame, c'est une valise. Vous pouvez derrière, s'il vous plaît, madame, derrière la valise. Merci à vous derrière la valise, madame. Merci. Ceux qui sont vendus, on les arrive. ក៏បាយសុខភាពបន្តពីយើងធ្វើដំណើរបាទទស្សនាបាទក្រុងប៉ារីសមានថ្ងៃពេញហើយនៅទីនេះគឺយើងទទួលទានអាហារបាទពេលល្ងាចបាទនៅលើបាទនៅលើដងស្ទឹងសែនបាទហើយអាហារពេលរបស់យើងថ្ងៃនេះគឺយើងមានជាលក្ខណៈសែនកំហុងញ៉ាំជាមួយគ្នាអរគ្នាអាហារពេលល្ងាចរបស់យើងជាលក្ខណៈតាមញ៉ាំណាឡងណាវ៉ាវបានញ៉ាំមកនៅក្នុងប៉ារីសសួស្តីបាទអ្នកទាំងអស់គ្នាបាទអស់រយៈពេលបាទមួយថ្ងៃពេញបាទបើនិយាយជារួមមកគឺចូល30ម៉ោងហើយដែលយើងអត់ទាន់បានគេងនៅឡើយទេហើយណាមួយមកដល់ទីក្រុងប៉ារីសគឺយើងធ្វើដំណើរដើរមួយថ្ងៃពេញបាទដូច្នេះហើយពេលវេលានេះម៉ោងនេះទើបយើងធ្វើដំណើរមកដល់សន្តាគារបាទយើងមើលទៅគឺម៉ោងបាទចូល8កន្លះហើយមកដល់សន្តាគារហើយយប់នេះគឺយើងនឹងសម្រាកបាទនៅទីក្រុងប៉ារីសចំនួន2យប់បណ្ដាយប់នេះគឺយប់ទី1តែម្ដងអូខេឥឡូវមកដល់ហូតែលហើយរៀងហត់បន្តិចដែរដូច្នេះហើយធ្វើដំណើរទៅងូតទឹកបាទងូតទឹកហើយសម្រាប់នៅលើក្រែននេះបាទហើយថ្ងៃស្អែកយើងនឹងបន្តកម្មវិធីរបស់យើងធ្វើដំណើរបាទទៅកាន់បាទគោលដៅផ្សេងទៀតបាទអូខេ good night អ្នកទាំងអស់គ្នាសួស្តីបាទអ្នកទាំងអស់គ្នាហើយបន្ទាប់ពីអាហារពេលព្រឹកមកគឺពួកយើងនឹងរៀបចំមកធ្វើដំណើរបាទចាក់ចេញពីទីក្រុងប៉ារីសបាទធ្វើដំណើរទៅកាន់ Disneyland បាទនៅឯជាក្រុងប៉ារីសដែរអញ្ចឹងថ្ងៃនេះកម្មវិធីរបស់យើងគឺយើងនឹងក្រុងធ្វើដំណើរទៅកាន់ Disneyland បាទបន្តមកទៀតគឺយើងធ្វើដំណើរទៅកាន់បាទ outlet មួយដែលនៅជិត Disneyland ដែរshopping បាទរួចហើយគឺយើងត្រឡប់មកទទួលទានអាហារពេលល្ងាចនៅក្នុងទីក្រុងប៉ារីសរួចហើយគឺយើងចូលសន្តាគារបាទស្នាក់នៅជាយប់ទី2បាទអូខេអញ្ចឹងគឺតាមដានបាទទស្សនាជាមួយនឹងខ្ញុំបាទនៅដំណើរកម្សាន្តរបស់ខ្ញុំបាទសម្រាប់ថ្ងៃនេះដែរបាទអូខេបាទសួស្តីអ្នកនរអគ្នាបាទឥឡូវនេះខ្ញុំបានកំពុងតែមានវត្តមាននៅក្នុង Disneyland រួចហើយអូខេ Disneyland ទីក្រុង Paris បាទប្រទេសបារាំងបាទ Wow អូខេ so beautiful តែម្ដងបាទនៅក្នុងនេះស្អាតបាទថ្លៃបាទពី Disneyland នៅក្នុង Tokyo ឬក៏បណ្ដាប្រទេសផ្សេងទៀតដែរបាទ
Okay, yeah, go inside here to visit the fighting, okay? Oh, very good អូខេបាទយើងនៅ Disneyland ហើយឥឡូវយើងទស្សនាបាទមានផ្លៃៗបាទនៅក្នុងបាទលអាងជីទូបបាទនេះសម្រាប់កុមារាកុមារីទេបាទមនុស្សធំៗអស់ចូលមើលបាទ បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺយើងចាប់បានមកចាក់ចេញដំណើរបាទពីទីក្រុងប៉ារីសបាទធ្វើដំណើរទៅកាន់ទីក្រុងអាំស្ទែដាំបាទដោយរថភ្លើងបាទលឿនលឿនបាទនៅខាងក្រោយរបស់ខ្ញុំនេះបាទគឺរថភ្លើងបាទ Eurostar បាទអូខេជារថភ្លើងមួយដែលដំណើរការយ៉ាងសកម្មបាទនៅក្នុងបាទសហគមន៍អឺរ៉ុបដែរអូខេអញ្ចឹងថ្ងៃនេះគឺជិះរថភ្លើងជាមួយនឹងខ្ញុំបាទណាបាទសូមអញ្ជើញបាទ เราจีรับเรื่องระเบิดเรื่องแห่งของนองบอกอย่างนี้แต่จุดมุ่งนั้นรับเรื่องบอกอย่างคือยังจีเชียร์นะ first class โอเคจังขยมหนึ่งน้องมองบนออกนี้từ ฉลองการปฏิสัมพันธ์มวยดอลล้อแต่ experience จุดมุ่งนั้นรับเรื่องในครองสากลมรบมาต่างออกนี้จังสมใจตัวสนามจุดมุ่งยมมาต่างออกนี้นะโอเคโอเคบาเลยล้างดาวรับเพลิงไงโอเคបាទសួស្តីអ្នកនរគ្នាឥឡូវនេះគឺយើងធ្វើដំណើរបាទរៀបចំនឹងចាក់ចេញពីទីក្រុងប៉ារីសបាទធ្វើដំណើរទៅកាន់ទីក្រុងអាំស្ទែដាំបាទប្រទេសហូឡង់អូខេអញ្ចឹងជិះរថភ្លើងបាទទស្សនាបាទទស្សនវិជ្ជាបាទស្រស់ស្អាតបាទរបស់សហគមន៍អឺរ៉ុបជាមួយនឹងខ្ញុំបាទអ្នកនរគ្នាបាទសួស្តីអ្នកទាំងអស់គ្នាបាទបន្ទាប់ពី3ម៉ោងដែលយើងបាទធ្វើដំណើរបាទជិះរថភ្លើងបាទពីទីក្រុងប៉ារីសបាទមកដល់អាំស្ទែដាំប៉ុន្តែគួរឲ្យស្ដាយមិញខ្ញុំអត់បានបាទថតទេបាទនៅពេលដែលធ្វើដំណើរមកដល់បាទ Central Station បាទនៅក្នុងទីក្រុងអាំស្ទែដាំដោយសារចតរវល់ជាមួយនឹងវ៉ាលីចតរវល់ជាមួយនឹងដឹកនាំភ្ញៀវបាទគាត់មកធ្វើដំណើរកម្សាន្តហ្នឹងណាបាទដូច្នេះក៏អត់បានថតដែរហើយដូច្នេះហើយគឺធ្វើដំណើរដើរទៅថ្មើរជើងបន្តរហូតមកដល់ទីនេះគឺជិតដល់កន្លែង Am Square ហើយឬក៏ The Palace ហើយបាទដូច្នេះថ្ងៃនេះគឺយើងនឹងទស្សនាបាទ Palace បាទគឺជាព្រះបរមរាជវាំងចាស់មួយដែលព្រះមហាក្សត្របាទប្រទេសហូឡង់ធ្លាប់បាទគង់ប្រថាប់នៅទីនេះហើយមួយទៀតកន្លែងនេះគឺទីលានបាទដាមឬក៏ហៅថា Dam Square ហ្នឹងបាទគឺទីលានមួយបាទបង្កើតឡើងដំបូងជាងគេបាទនៅតាមដងទន្លេ Amstel បាទនៅទីក្រុងបាទអាំស្ទែដាំនឹងតែម្ដងបាទអូខេអញ្ចឹងសូមអញ្ជើញមកធ្វើដំណើរទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបន្ទាប់ពីយើងទស្សនា Dam Square ហើយនិង Palace មកគឺយើងធ្វើដំណើរបន្តទៀតគឺយើងជិះ cruise បាទជិះទូកបាទនៅទស្សនាទីក្រុងអាំស្ទែដាំបាទអូខេតោះអញ្ចឹងចុះទូកជាមួយខ្ញុំបាទទាំងអស់គ្នាបាទHello, hello, party people. Welcome. Hello, welcome at the Love Boats. Yes.
清气无啦。Okay, and in a moment on your left-hand side we have Pulitzer Hotel. And when you look into bây giờ khi mà tập đi cruise rồi hay là những mà bàn lại màu kháng lơ với hay hay dương thôi đầm nào từ căn cái lại mùi tiết nó cứ Heineken tour experience cho mùi năng Heineken nên là khi là đi dương của phong tài nơi rung chạy Heineken mà làm bấy lụa pha Heineken và dạng nào chẳng món đồ Hồ Long và sân bây giờ ở ban lụa Heineken ở Oxford rồi chịu Hồ Long dạng vậy chứ chẳng thì dương miền Bắc miền nơi rung chạy Heineken làm đó làm bấy được lụa Heineken ở kia bạn. Yes, good. Make sure to hold on to them because these sodas will provide you with 2 drinks at the bar at the end of the tour. I love you. I love you. Make it right. Right? That's the plan to stay with you. If you want to like this. Enjoy the Heineken party. Hey, Heineken party. Enjoy it. Okay, breakfast this morning. Số đây là đẹp ngọt tiếngបន្ទាប់ពីអាហារពេលព្រឹករួចមកគឺពួកយើងនឹងមានកម្មវិធីដំណើរកម្សាន្តបន្តទៀតបាទទៅកាន់គោលដៅទេសចរនៅក្នុងប្រទេសហូឡង់ដូចជាព្រឹកនេះគឺយើងនឹងធ្វើដំណើរទៅកាន់សួនផ្កាមួយដល់13បាទនៅក្នុងសហគមន៍អឺរ៉ុបទាំងមូលតែម្ដងនោះគឺសួនផ្កាទូលីបបាទតំបន់ Keukenhof បាទប្រទេសហូឡង់បាទនៅទីក្រុងអាំស្ទែដាំហើយបន្ទាប់ពី Keukenhof រួចហើយគឺយើងនឹងបន្តដំណើរទៅទទួលទានអាហារថ្ងៃត្រង់បាទបន្ទាប់មកក៏យើងនឹងធ្វើដំណើរបន្តបាទទៅទស្សនាបាទនៅភូមិសានចានអញ្ចឹងភូមិសានចានរួចហើយគឺយើងនឹងធ្វើដំណើរទៅកាន់អាត់អ៊ីដាមបាទ Marken បាទក៏ដូចជា Volendam ដែលជាតំបន់ទេសចរមួយឬក៏ភូមិមួយដ៏ស្រស់ស្អាតបាទនៅក្នុងប្រទេសហូឡង់ផងដែរដូច្នេះហើយបាទសូមអញ្ជើញធ្វើដំណើរជាមួយនឹងខ្ញុំបាទទៅទស្សនាបាទតំបន់កំសាន្តដែលខ្ញុំបានឧទ្ទិសនាមបាញ់នេះដែរអូខេបាទអញ្ចឹងព្រឹកនេះគឺយើងធ្វើដំណើរទៅកាន់បាទ Keukenhof បាទគឺជាតំបន់បាទទេសចរមួយដ៏ល្បីបាទរបស់ប្រទេសហូឡង់ដែរណាសួស្តីបាទអ្នកទាំងអស់គ្នាបាទអស់រយៈពេលប្រហែលជាក្នុងបាទ25នាទីដែលពួកយើងបានចាក់ចេញពីសន្តាគារបាទធ្វើដំណើរមកកាន់បាទសួនផ្កាដ៏ល្បីល្បាញមួយនៅក្នុងសហគមន៍អឺរ៉ុប
và hay cái đôi chia xuân ca tụ điểm là không chừng game phật mà được trong cái bộ lục này và nó cứ bên này họ lòng và đôi chân dương thưa đầm nào mà nó và xuân ca mua để mình chua tha không hẹn hò rồi thời và đôi chân hay số mình chơi mà mà chân con mua sao bỏ dướng mà tua sana và nơi xuân ca và đợt thum hay đợt xoa sát và nơi không xa không một góc và chung với chung bát tại ở kiaអ្នកទាំងអស់គ្នាបាននៅពេលនេះខ្ញុំបានកំពុងតែមានវត្តមានបាននៅសួនការទូលីបបាទជាសួនការមួយដ៏ធំបាទនឹងល្បីល្បាញអូខេបាទនៅពេលនេះគឺទៅតែចាប់បានផ្ដើមបើកទេបាទដូច្នេះហើយគឺផ្កាអត់ទាន់មានច្រើននៅឡើយសួស្តីដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដឹងថាខ្ញុំកំពុងតែមានវត្តមាននៅទីណាប្រហែលជាអ្នកទាំងអស់គ្នាបានដឹងមែនទេបាទនៅពេលដែលមើលទៅឃើញបាទកន្លែងនេះមានស្បែកជើងឈើបាទភួរនៅជាប់ជាងមានពីពាក់បែកជើងឈើបាទមានជាលក្ខណៈផ្ទះបែបជាលក្ខណៈហូឡង់បាទអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាដឹងថាខ្ញុំនឹងកំពុងតែមានវត្តមានបាទនៅក្នុងបាទប្រទេសហូឡង់ហ្នឹងមែនទេមិនខុសទេបាទខ្ញុំបាទកំពុងតែមានវត្តមាននៅភូមិសាន់ចាន់គឺជាភូមិមួយដែលល្បីបាទពោពេញទៅដោយបាទជានិមិត្តរូបរបស់ប្រទេសហូឡង់បាទនោះគឺភូមិដង្ហាខ្យល់ដែលយើងហៅថាដង្ហាខ្យល់ហ្នឹងណាគឺភូមិសាន់ចាន់បាទអញ្ចឹងយើងធ្វើដំណើរទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទនៅទីនេះបាទសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរមកដល់បាទទីតាំងថ្មីមួយទៀតហើយបាទនោះគឺ Volendam បាទ Edam Volendam បាទអញ្ចឹងទីតាំងកន្លែងនេះគឺទីតាំងមួយដែលថ្មីហើយសម្បូរទៅដោយភ្ញៀវទេសចរដែលគាត់មកទស្សនានៅកន្លែងនេះដែរហើយកន្លែងនេះគឺគោលបំណងសំខាន់ជាងគេគឺយើងមកមើលបាទទំនប់ទឹកបាទដែលមានប្រវែងរហូតដល់ជាង 2000 គីឡូម៉ែត្របាទជិត 3000 គីឡូម៉ែត្របាទនៅក្នុងប្រទេសហូឡង់ដែលទប់បាទកុំឲ្យទឹកសមុទ្រជ្រាបចូលទៅកាន់បាទដែនដីឬក៏បាទផ្ទះសម្បែងរបស់ប្រជាពលរដ្ឋគាត់រស់នៅពីព្រោះយើងដឹងហើយស្រាប់ហើយថាប្រទេសហូឡង់គឺជាប្រទេសមួយដែលមាននីវ៉ូទឹកសមុទ្រទាបជាងបានន័យថាមានផ្ទៃដីទាបជាងនីវ៉ូទឹកសមុទ្ររហូតដល់ 26% បាទនៃផ្ទៃដីទូទាំងប្រទេសតែម្ដងបាទអញ្ចឹងធ្វើដំណើរទស្សនាបាទជាមួយខ្ញុំនៅ Volendam ទាំងអស់គ្នាបាទពេលដែលមានកម្មវិធីនេះយើងអាចធ្វើដំណើរពី Volendam ទៅកាន់ Maken បានបាទហើយនេះគឺសមុទ្រទូកបាទកាណូតមានតម្លៃលើនេះសាប់តែម្ដងបាទ Baltic Day Trip បាទនេះអ្នកទាំងអស់គ្នាបាទភូមិ Maken បាទគឺជិះទូកបាទចេញតាមនេះទៅបាទធ្វើដំណើរប្រហែលជាខ្ទង់បាទ15នាទីយើងធ្វើដំណើរទៅដល់ភូមិ Maken ហ្នឹងហើយអូខេបាទកំពុងតែធ្វើដំណើរទៅកាន់ភូមិ Maken បាទ Maken គឺនៅខាងមុខតែម្ដងអូខេបាទយើងធ្វើដំណើរមកដល់ភូមិ Maken យើងទស្សនា Maken ទាំងអស់គ្នាឡានបាទសួស្តីបាទអ្នកទាំងអស់គ្នាហើយបន្ទាប់ពីចេញពី Volendam វិញគឺយើងធ្វើដំណើរមកកាន់មួយទៀតគឺភូមិ Maken ភូមិ Maken ហ្នឹងគឺជាភូមិមួយដែលស្អាតបាទជាក់ស្ដែងបាទស្មាច់អ្នកទាំងអស់គ្នាយើងមើលខាងក្រោយខ្នងមកខ្ញុំមកឃើញផ្ទះហ្នឹងស្អាតមែនទែនបាទផ្ទះបែបប្លង់ដែលធ្វើពីឈើបាទហើយផ្ទះហ្នឹងនៅក្បែរមាត់សមុទ្រតែម្ដងបាទនេះខាងក្រោយខ្នងមកខ្ញុំ
ผู้มึงโรแมนติกให้สารเหมือนกันบ่าสารเหมือนกันให้โรแมนติกได้ขอทางมวยสไตล์ได้ยืงมาในปีนี้บ่าอากาศที่ในตัวเจนอะไรบ่าวิอัตตอนกระไดนะเพราะฉะนั้นบ่าอากาศที่กระไดรู้จิตตรงไข่บุญไข่ปรำไข่แบบมวยไข่แบบเปิ้ลบ่ากระไรในเปิ้ลจิโรแมนติกให้กระไรได้ตัวสนามได้ละออจึงเกบ่าในขนมปฏิของเราได้บ่าโอเคตัวสนามตัวเพียบบ่าจะเป็นจังหวัดเดี๋ยวออกเดียบส่วนใดแต่อันนี้คือจุดในจมโผล่របស់ពួកយើងនៅក្នុងសហគមន៍របស់បាទសម្រាប់ការធ្វើដំណើររយៈពេល2ថ្ងៃដូច្នេះនេះគឺជាអាហារពេលល្ងាចបាទចុងក្រោយសម្រាប់ជើងដំណើរកម្សាន្តលើនេះហើយបាទអញ្ចឹងវានេះគឺយើងញ៉ាំអីគេបាទជាមួយយើងញ៉ាំ steak បាទជាស្រ័យមិនអីថតដោយសារញ៉ាំចិត្តអស់អត់ហើយអូខេហើយហាងនេះគឺ special មែនតើបាទទស្សនាមើលទិដ្ឋភាពហាងមួយនេះគឺ sweet បាទឆ្ងាញ់បាទនិយាយទៅ steak ឆ្ងាញ់មែនតើបាទហើយអ្នកដែលគាត់ service នៅក្នុងហាងក៏ល្អមែនតើបាទអូខេជើងមើលទៅភាពហាងជាមួយនឹងបាទទាំងអស់គ្នាហើយបើសិនមកអស់លោកស្រីណាដែលចង់ធ្វើដំណើរមកកាន់សហគមន៍អឺរ៉ុបជាពិសេសនៅក្នុងប្រទេសហូឡង់ណាបាទកុំភ្លេចនៅក្នុង Central Station បាទកន្លែងនេះគឺ station នេះដែរបាទអរុនសុស្ដីអស់លោកស្រីដែលកំពុងតែតាមដានបាទទស្សនាបាទខ្សែវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាបាទជាទីគោរពនិងជាទីរាប់អានថ្ងៃនេះថ្ងៃទី26បាទខែមីនាឆ្នាំ2025បាទគឺដំណើរកម្សាន្តរបស់ពួកខ្ញុំបាទមកកាន់សហគមន៍អឺរ៉ុបដែលមានរយៈពេល7ថ្ងៃនិង6យប់ក៏ជិតឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងពេលព្រឹកគឺយើងទទួលទានអាហារពេលព្រឹកបាននៅក្នុងសន្តាគារបាទរួចហើយគឺបន្តមកទៀតយើងនឹងចាក់ចេញបាទពីសន្តាគារធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិជីប៉ូលរួចហើយរៀបចំធ្វើបាតបត់ចាក់ចេញពីប្រទេសហូឡង់ធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រកម្ពុជាយើងវិញចឹងអរគុណយ៉ាងក្រៃលែងបាទចំពោះអស់លោកស្រីដែលបានទស្សនាបាទខ្សែវីដេអូដំណើរកម្សាន្តរបស់ខ្ញុំបាទហើយក៏សូមបាទអស់លោកស្រីបន្តដំណើរបាទ control ក្នុងការទស្សនាបាទក៏ដូចជាជួយ like ជួយ subscribe បាទជួយ share នៅ channel របស់ខ្ញុំផងដើម្បីលើកទឹកចិត្តឲ្យខ្ញុំបាទធ្វើវីដេអូបន្តទៀតបាទជូនទៅដល់អស់លោកស្រីបាទទស្សនានៅពេលដែលបញ្ចប់ពីការងារអញ្ចឹងគ្មានអីទេបាទចុងបញ្ចប់វីដេអូបាទសូមជូនពរបាទទៅដល់អស់លោកស្រីបាទទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការហើយនឹងសូមឲ្យមានសុខភាពល្អ